ក្នុងឆ្នាំ1995គ្រួសារលោកសីហាដែលជាមន្ត្រីរាជការម្នាក់បានសម្រេចចាត់ទិញផ្ទះចាស់មួយខ្នងនៅជាយក្រុងវាគឺជាភូមិគ្រឹះឈើលេខថ្មក្រោមពីសម័យបារាំងដែលមានសភាពមាំទាំប៉ុន្តែព័ទ្ធជុំវិញដោយដើមឈើធំត្រថឹងត្រឈៃថ្វីត្បិតតែផ្ទះនេះមើលទៅស្រអាប់បន្តិចមែនប៉ុន្តែដោយសារតម្លៃថោកសមរម្យលោកសីហាក៏សម្រេចចាត់នាំប្រពន្ធនិងកូនស្រីម្នាក់ឈ្មោះនីតាចូលមកស្នាក់នៅអ្នកចិត្តខាងម្នាក់ដែលជាស្ត្រីចំណាស់បានវឹកខ្សឹបប្រាប់លោកសីហាថាមួយឲ្យផ្ទះនឹងកំបាត់បង្រួចនៅផ្ទះខាងលិចក្រោយម៉ោង6ល្ងាចឲ្យសោះហើយបើលឺសំឡេងអូសអ្វីនៅខាងលើផ្ទះកុំមាត់អីទាំងអស់លោកសីហាសាយតិចរួចគិតថាវាគ្រាន់តែជាជំនឿចាស់បុរាណឥតប្រយោជន៍3ថ្ងៃដំបូងគ្រប់យ៉ាងហាក់ដូចជាធម្មតាលុះដល់យប់ថ្ងៃទី4បរិយាកាសចាប់តាមប្រែប្រួលនៅម៉ោងប្រហែល12យប់ស្រាប់តែមានខ្យល់បក់មកយ៉ាងខ្លាំងទោះបីជាបង្អួចគ្រប់បន្ទប់ត្រូវបានបិទជិតក៏ដោយនីតាដែលកំពុងគេងក្នុងបន្ទប់ម្នាក់ឯងស្រាប់តែមានអារម្មណ៍ថាដូចជាមានមនុស្សម្នាក់កំពុងឈរមើលនាងនៅចុងជើងនាងព្យាយាមបាត់ភ្នែកប៉ុន្តែរាងកាយនាងបែរជាកម្រាបមិនរួចអាការៈមេខ្មៅសង្កត់នាងបានឃើញស្រមោលខ្មៅស្រពេចស្រពើជាស្ដីសពវែងអន្លាយស្លៀកពាក់ខ្មៅកម្ពស់ទោពីដែនភ្លាមនោះសំឡេងមួយបានបន្លឺឡើងយឺតតើអ្នកណាឲ្យពួកឯងមកដេកលើកន្លែងរបស់អញនីតាភ័យពេកក៏សន្លប់បាត់ទៅលុះព្រឹកឡើងនាងបានប្រាប់ឪពុកម្ដាយប៉ុន្តែលោកសីហានៅតែមិនជឿស្មានថាកូនស្រីយល់សពអាក្រក់យប់បន្ទាប់លោកសីហាអង្គុយធ្វើការនៅជាន់ក្រោមស្រាប់តែឮសំឡេងគ្រូបហូដូចជាមានគេអូសធុងចោធំនៅលើជាន់ទី2គាត់ក៏ឡើងទៅមើលប៉ុន្តែគ្មានមនុស្សម្នាក់ឡើយពេលគាត់ត្រឡប់ចុះមកវិញស្រាប់តែឃើញប្រពន្ធរបស់គាត់ឈរនៅមាត់បង្រួចទឹកខាងលិចដែលគាត់បានភ្លេចបិទប្រពន្ធគាត់ឈរថ្មឹងសម្លឹងទៅខាងក្រៅទាំងភ្នែកបាក់ធំលោកសីហាដើរទៅប៉ាសមារួចសួរថាអូនឯងកាត់អីប្រពន្ធគាត់បែរមុខយឺតប៉ុន្តែមុខមាត់របស់នាងមិនមែនជាប្រពន្ធគាត់ឡើយវាគឺជាមុខដែលរលួយបែកកណ្ដាលហើយសាច់ដាក់គាត់ដោយសំឡេងក្រលួចអញរងចាំឯងយូរហើយម្ចាស់ផ្ទះថ្មីលោកសីហាភ័យពេកដួលផ្ងាក្រោយរួចស្ទុះទៅរកកូនស្រីហើយនាំគ្នារត់ចេញពីផ្ទះទាំងកណ្ដាលអាស្ទ្រីតស្អែកឡើងគាត់ក៏ទៅសួរចាស់ទុំក្នុងភូមិទើបដឹងថាកាលពីដើមផ្ទះនោះជាកម្មសិទ្ធិរបស់ស្រីម្នាក់ដែលស្រឡាញ់ផ្ទះនោះខ្លាំងណាស់មុនពេលគាត់ស្លាប់គាត់បានបួងសួងថាបើទោះជាគាត់ស្លាប់ទៅក៏វិញ្ញាណគាត់មិនទៅណាដែរគឺនៅចាំយាមផ្ទះនេះរហូតអ្នកដែលមកនៅក្រោយទៀតបើមិនសែនព្រេនសុំការអនុញ្ញាតឲ្យបានត្រឹមត្រូវទេនឹងត្រូវវិញ្ញាណនោះលងបន្លាញរហូតដល់ឆ្កួតឬស្លាប់លោកសីហាក៏បានរៀបចំធ្វើពិធីសែនព្រេនសុំទោសនិងធ្វើមន្តឧទ្ទិសកុសលដល់វិញ្ញាណម្ចាស់ផ្ទះណាមដែលបានស្លាប់នោះចាប់តាំងពីពេលនោះមកគ្រួសារគាត់ក៏រស់នៅដោយសុខសាន្តប៉ុន្តែមានច្បាប់មួយដែលគ្រួសារគាត់តែងតែគោរពជានិច្ចនោះគឺរាល់ថ្ងៃសើមិនថាមានរឿងអ្វីកើតឡើងក៏មិនត្រូវបាត់បង្រួចទៅខាងលិចនិងមិនត្រូវឡើងទៅជាន់ខាងលើទៀតឡើយបន្ទាប់ពីព្រះហាទឹកលិចទោះបីជាស្ងប់ស្ងាត់មែនប៉ុន្តែជួនកាលនៅយប់ខែដាច់ទេនៅតែឮសំឡេងសាច់តិចនិងសំឡេងអូសជើងនៅលើពិដានផ្ទះដដែល